ថ្ងៃនេះគឺជាថ្ងៃទី1 ខែមេសាឆ្នាំ2026ខ្ញុំប្រកាសណាអាត្មាភាពសូមថ្លែងអំណរអគុណចំពោះអ្នកម្ដាយលុយរុននិងកូនចៅប្រុសស្រីរស់នៅសហរដ្ឋអាមេរិកបានប្រគេនបច្ច័យចូលរួមកសាងជាស៊ីម៉ង់2តោន$200ហើយនឹងបានប្រគេនផ្អកត្រីងៀតហើយនឹងសាច់ក្រកដល់ខ្ញុំគណៈអាត្មាភាពដើម្បីប្រគេនចង្ហាន់ប្រសង់ជារៀងរាល់ព្រឹកនិងកសាងសមិទ្ធផលថ្មីនៅទឹកដីវត្តព្រៃខ្ពស់សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិគុណព្រះរតនត្រ័យទាំង3គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃគុណមេត្តាបិតាគុណគ្រូឧបជាយាចារ្យទេវតា10000ចក្រវាលដែលថែរក្សាព្រះពុទ្ធសាសនានៅទឹកដីវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់ស្រុកបវលក៏សូមជូនបុណ្យដល់អ្នកម្ដាយគឺម៉ាក់លុយរុននិងកូនចៅប្រុសស្រីរស់នៅសហរដ្ឋអាមេរិកសូមឲ្យញោមមានប្រសុខភាពល្អអាយុវែងយឺនយូរជាង100ព្រះវស្សានឹងជាបរោគាជំងឺឈឺដង្កាត់ទាំងឡាយសូមឲ្យអ្នកម្ដាយបានជាសះស្បើយលះលហើយចាប់ពីពេលនេះតរៀងទៅសូមអនុមោទនាពោសូមចម្រើនពរញោមញាតិទាំងក្នុងនិងក្រៅប្រទេសតាមរយៈវីដេអូនេះខ្ញុំកណាអាត្មាថតនៅទឹកដីវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងហើយក៏សូមថ្លែងអំណរអគុណចំពោះម៉ាក់លុយរុនទៀតណាក៏តែងតែចូលរួមចាប់ដាក់ផលកសាងសមិទ្ធផលនៅទឹកដីវត្តព្រៃខ្ពស់យូរយារមកហើយទៀត6-7 ឆ្នាំហើយតាំងពីខ្ញុំកណាអាត្មានិមន្តមកពីភ្នំពេញមកគង់ធ្វើជាគ្រូចតការនៅទីនេះហើយការកសាងសមិទ្ធផលនៅទឹកដីវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់នេះគឺសមិទ្ធផលដែលខ្ញុំកណាអាត្មាបានសាងទី1គឺកុដិទី2សូឡាណាជុំវិញពេញវត្តញាតិញោមសូឡាហើយនឹងក្រាលឥដ្ឋកាកូឡាហើយចាក់ដីជាង1000ឡានបងក្នុងឆ្នាំ2025 2026នេះចាប់ពីថ្ងៃទី24ខែកុម្ភៈនៃខ្ញុំកណាអាត្មាចាក់ដីចំនួន500ឡានហើយក៏បានសងគេពាក់កណ្ដាលនៅសល់ចំពាក់គេពាក់កណ្ដាលទៀតក៏ទៅជាង$1000ទៀតហើយក្នុងការកសាងសមិទ្ធផលនៅទឹកដីវត្តព្រៃខ្ពស់នេះគឺធ្វើបន្តដល់រោងបាយហើយរោងបាយនេះដែលមានបណ្ដោយ12ម៉ែត្រទៅតឹង9ម៉ែត្រទៅសល់10ដើមហើយទៅសល់ក្នុងមួយដើម$100ស្មើនឹង40,000រៀលហើយការកសាងស្ពានយោលដាំកូនឈើនិងសមិទ្ធផលដែលអាត្មាសាងហើយណាញាតិញោមចាក់ផ្លូវសាបខ្វាត់ខ្វែងនិងកសាងព្រះពុទ្ធបរិមាហើយបន្តមកធ្វើចណ្ដើរចុះស្ទឹងហើយចណ្ដើរចុះស្ទឹងនេះដែល24កម្មសរុបទឹកប្រាក់នឹង$4,000ជាងណាញាតិញោមព្រោះធ្វើធំហើយជិតដល់បាត់ស្ទឹងញាតិញោមហើយសមិទ្ធផលដែលបានកសាងនោះមានសកទេវរាជស្ដេចទេវតា3រូបមេទ័ពព្រះបាទជីវរ្ម័នទី7ក៏សាងមិនតាន់ហើយទេព្រះបាទជីវរ្ម័នទី7
ហើយមេតបទី1ណានៅកត់ថ្មហ្នឹងគឺតម្លៃ$450ហ្នឹងអត់តមានម្ចាស់បងហើយទេប៉ុណ្ណំនៅមុខកត់អាត្មា6ហើយនៅសាលាឆាន់ហ្នឹង7ណាសិតតែកសាងហើយនឹងនៅខាងលិចសលិពហិនោះ12រូបទៀតញាតិញោមមួយរូបហ្នឹងទាំងឈ្នួលផ្លាកឈ្មោះផងវា$210 200ណាញាតិញោមបងមួយរូបណាបងណា$200ជាងបងផ្លិចបែបណាបងដាក់តម្កល់យូរពេកទៅក៏អត់មានញាតិញោមចូលរួមព្រះពុទ្ធបរិមា109អង្គឥឡូវបានតែ60ណាបានតែសុក60អង្គជាងទេញាតិញោមនៅសល់ច្រើនណាហើយព្រះពុទ្ធបរិមានោះទាំងឈ្នួលជាងពី$260បងហ្នឹងគឺសម្រាប់ព្រះពុទ្ធបរិមាហើយកសាងរោងណាគឺសមិទ្ធផលនៅក្នុងវត្តនេះគឺចាក់ដីជាង1000ឡានបងតែ2026នេះណានៅចម្ពាក់គេ250ឡានទៀតញាតិញោមណា1ឡានតែ$5បងសូមចម្រើនពរដល់ញោមញាតិពុទ្ធបរិស័ទស្រីប្រុសមានសិទ្ធិជ្រះថ្លាតាមរយៈវីដេអូនេះញោមញាតិអាចចូលរួមចាប់មគ្គផលហើយនឹងតាក់ទងមកតាម Messenger គឺឆាតអាត្មាផ្ទាល់បងញាតិញោមចង់កសាងស្ពានអត់ចណ្ដាលចុះស្ទឹងឬក៏រោងបាយឬព្រះពុទ្ធបរិមាឬក៏ទេពនំនិងរូបសំណាក់ព្រះបាទជីវរ្ម័នទី7ញាតិញោមអាចតាក់ទងអាត្មាបានដើម្បីអាត្មានឹងទៅថតទីកន្លែងនឹងជូនបងសូមអរគុណញោមញាតិប្រុសស្រីទាំងអស់ទាំងក្នុងនិងក្រៅប្រទេសហើយក៏សូមជូនពរជូនបុណ្យដល់អ្នកម្ដាយលុយរុននិងកូនចៅប្រុសស្រីស្ទេវតាឆ្នាំថ្មីនេះជួយឲ្យពរឲ្យជ័យឲ្យអ្នកម្ដាយអ្នកម៉ាក់មានប្រសុខភាពល្អអាយុវែងយឺនយូរជាង100ព្រះវស្សាទៀត